បាទចុងក្រោយខុសមែនតើដោយសារយើងអត់ស្ទាត់អញ្ចឹងការលេងដំបូងឡើយគឺយើងរៀនមើល note ភ្លេងយើងមើល note ភ្លេងហើយយើងរៀនមានយើងចេះការរៀនភ្លេងគឺយើងរៀនថាមូលដ្ឋានសិនចេះ note ភ្លេងចេះមើលអក្សរភ្លេងយើងរៀនតាម note ភ្លេងសិនពេលយើងរៀនស្ទាត់ហើយយើងរៀនមិនបាច់មើល note ភ្លេងមានតែយើងរៀនកូដឲ្យចាំដៃនៅលើបទមួយៗអញ្ចឹងកាលណាយើងចាំបទក្នុងបទមួយៗគឺយើងរៀងល្អជាងមើល note ភ្លេងដោយសារពេលយើងរៀនមើល note ភ្លេងគឺអារម្មណ៍យើងមានមើលផងមើលដៃយើងរាវដៃផងអញ្ចឹងណាប៉ុន្តែនៅពេលយើងចេះមើល note ភ្លេងហើយយើងចាប់ដើមរៀនមិនបាច់មើល note ភ្លេងទេយើងរៀនចាំដៃហ្មងមួយបទទៅគឺចាំហ្មងអញ្ចឹងពេលយើងកូដទៅគឺអត់យើង smooth តិចតែសារចាំដៃតែបើអត់ទាន់ចាំទេវាអេតអត់ប៉ុន្តែអត់បញ្ហាទេវាជាការរៀនរបស់យើងអត់បញ្ហាសូមបញ្ជាក់រៀនតទៀត